đây nè đó nét ngày nét nhiều miền video thay mới tiết chẳng chành lại chu nè đó nétแบบวันชั่วโมงนึงการปรับไว้ก็จะเร็ว future tenses ហើយចំពោះវីដេអូនេះគឺជាវីដេអូទី3ដែលពួកខ្ញុំបាន post ចូលទៅក្នុង channel អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទៅមើលវីដេអូ2ម៉ោងតាក់ទងជាមួយនឹង present ហើយនឹង past tenses អ្នកនរគ្នាអាចចូលទៅកាន់ link នៅកន្លែង description នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងដាក់ link នៅក្រោមវីដេអូហ្នឹងអញ្ចឹងអ្នកនរគ្នាអាចចូលហើយទៅ refer ទៅមើលតាក់ទងជាមួយនឹង grammar ដែលខ្ញុំបានផុសពីមុនអញ្ចឹងឥឡូវយើងនឹងនិយាយតាក់ទងជាមួយនឹង future tenses ដែលកាលមួយនេះគឺជាកាលអនាគតកាលអញ្ចឹងយើងនិយាយតាក់ទងនឹងសកម្មភាពឬក៏អាចជាស្ថានភាពដែលអាចកើតមាននៅក្នុងអនាគតអញ្ចឹងចំពោះនៅក្នុងវីដេអូនេះខ្ញុំនឹងចែក future tenses ជា4ទី1 future simple tense future continuous tense future perfect simple tense ហើយនិង future perfect continuous tense ខ្ញុំនឹងផ្ដោតសំខាន់លើការបញ្យល់តាក់ទងជាមួយនឹងរបៀបប្រើប្រាស់ហើយជាមួយនឹងទម្រង់នៃការប្រើប្រាស់ឬក៏ការបង្កើតទៅលើ sentence ដែលជា clear នៅក្នុងប្រយោគនីមួយនៅក្នុងកាលនីមួយៗអញ្ចឹងកាលដំបូងគេតាក់ទងនឹង future simple tense អញ្ចឹង future simple tense ហ្នឹងវាចង់ប្រាប់យើងអំពីសកម្មភាពឬក៏ស្ថានភាពផ្សេងណាមួយឬក៏ស្ថានភាពណាផ្សេងទៀតដែលវាអាចកើតមាននៅក្នុងថ្ងៃអនាគតឬកើតមានបន្ទាប់ពីពេលវេលាបច្ចុប្បន្ននេះនៅពេលថ្ងៃអនាគតទៅមុខអញ្ចឹងទម្រង់របស់វាគឺ subject បូកជាមួយនឹង will បូកជាមួយនឹង base form ហ្នឹងគឺជា verb 1 verb 1យើងអាចនិយាយបានថាជា verb ដែលអត់តបានផ្លាស់ប្ដូរទម្រង់ទៅ verb ផ្សេងនេះដូចជាវាជា verb do verb play verb eat អីទាំងអស់ហ្នឹងគឺយើងអាចហៅជា base form បានហើយអញ្ចឹងឧទាហរណ៍ក្នុងកាលមួយនេះឧទាហរណ៍ថា we will do homework អញ្ចឹងពួកយើងនឹងធ្វើកិច្ចការផ្ទះរបស់យើងអាចតិចទៀតឬក៏អាចនៅពេលខាងមុខហ្នឹងយើងនឹងចាប់តាមធ្វើការផ្ទះរបស់យើងហើយទី2 they will play football នៅពេលអនាគតឬក៏នៅពេលខាងមុខចិត្តម្ដងហ្នឹងពួកគាត់នឹងទៅលេងបាល់ទាត់កាលទី2ពាក់ព័ន្ធជាមួយនឹង future continuous tense កាលមួយនេះគឺគេចង់សំដៅទៅលើសកម្មភាពដែលវាទាំងឡាយណាដែលវាមានដំណើរការឬក៏កំពុងតែដំណើរការនៅពេលវេលាណាមួយនៅក្នុងថ្ងៃអនាគតអញ្ចឹងទម្រង់របស់វាគឺ subject បូក will ហើយនឹង be បូកជាមួយនឹង verb ing អញ្ចឹងឧទាហរណ៍ this time tomorrow he will be flying to London អញ្ចឹងមានន័យថាម៉េចមានន័យថាថ្ងៃស្អែកពេលវេលាម៉ោងហ្នឹងស្មើហ្នឹងគាត់កំពុងតែហោះហើរទៅប្រទេសអង់គ្លេសនៅទីក្រុង London អញ្ចឹងយើងចង់និយាយអំពីprocess ឬក៏ progress នៃសកម្មភាពរបស់គាត់ហ្នឹងនៅពេលថ្ងៃអនាគតដែលថ្ងៃអនាគតគឺថ្ងៃស្អែកវេលាមួយណាវេលាពេលណាវេលាស្មើហ្នឹងហើយជាមួយនឹងកាលមួយទៀតតទៅនឹង future perfect simple tense កាលមួយនេះយើងចង់និយាយតទៅសកម្មភាពហ្នឹងបានរួចរាល់មុនពេលដែលពេលវេលាណាមួយផ្សេងទៀតឬក៏សកម្មភាពណាមួយផ្សេងទៀតកើតនៅក្នុងថ្ងៃអនាគតអញ្ចឹងទម្រង់របស់វាគឺ subject បូក verb have បូកនឹង past participle ដែលយើងហៅជា past verb 3ហ្នឹងដែលទាំងអស់ហ្នឹងយើងអាចមានirregular verbs ឬក៏ regular verbs អញ្ចឹងបើអ្នកនរគ្នាចង់ refer ទៅអ្នកនរគ្នាអាចចូលមើល YouTube short របស់ខ្ញុំបានផុសតាក់ទងនឹង irregular verb មួយចំនួនដែលអ្នកនរគ្នាអាចចាំបានអញ្ចឹងជាឧទាហរណ៍នៅក្នុងវីដេអូនេះ by 8 PM today I will have finished my homework អញ្ចឹងមានន័យថាម៉េចមានន័យថាប្រហែលជាយប់ហ្នឹងម៉ោង8ខ្ញុំនឹងធ្វើ homework ខ្ញុំបញ្ចប់ខ្ញុំនឹងបញ្ចប់ homework ខ្ញុំដែលខ្ញុំត្រូវធ្វើហ្នឹងហើយអញ្ចឹងមុនម៉ោង8 homework ខ្ញុំត្រូវធ្វើឲ្យចប់យប់ហ្នឹងយើងចូលមកដល់កាលមួយទៀតតាក់ទងនឹង future perfect continuous អញ្ចឹងដូចប្រើប្រាស់កាលមួយហ្នឹងគឺយើងនិយាយតាក់ទងជាមួយនឹងសកម្មភាពដែលវាបន្តធ្វើរហូតដល់ពេលណាមួយនៅក្នុងថ្ងៃអនាគតហ្នឹងបន្តធ្វើសកម្មភាពមួយហ្នឹងអញ្ចឹងទម្រង់របស់វាគឺ subject បូកជាមួយនឹង will have been បូកជាមួយនឹង verb ing example របស់វាគឺ she will have been studying for 3 hours by 10 PM អញ្ចឹងបើយើងនិយាយទៅដូចថាដល់ម៉ោង10គាត់បានធ្វើការសិក្សាធ្វើការស្វ័យសិក្សា
អស់រយៈពេល3ម៉ោងអីចឹងគាត់គេចង់មានន័យថាគេចង់ focus ទៅលើសកម្មភាពដែលគាត់បានធ្វើថាសកម្មភាពដែលគាត់បានសិក្សាធ្វើការស្វ័យសិក្សាអស់រយៈពេល3ម៉ោងទៅលើអឺមុខវិជ្ជាណាមួយដែលគាត់ត្រូវសិក្សាហ្នឹងត្រឹមម៉ោង10យប់ហ្នឹងអញ្ចឹងត្រឹមម៉ោង10យប់ហ្នឹងគាត់រៀនបាន3ម៉ោងសកម្មភាពរបស់គាត់ហ្នឹងតែ10យប់ហ្នឹងគឺពេលណាពេលនៅក្នុងថ្ងៃអនាគតកាលនៅពេលអនាគតកាលអត់ទាន់មកដល់ទេអញ្ចឹងយើងពេលដែលយើងបានរៀនតាក់ទងនឹង concept ពាក់ព័ន្ធជាមួយនឹង future tenses ហើយយើងគួរតែយក concept ទាំងអស់ហ្នឹងយកមក practice យកមកអនុវត្តដើម្បីឲ្យយើងមានការចេះច្បាស់ហើយយើងយល់អំពីប្រភេទ grammar ទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងប្រភេទ grammar នេះខ្ញុំបានបង្កើតជា exercise mini exercise ចំពោះអ្នកនរគ្នាដើម្បីអ្នកនរគ្នា reflect លើមេរៀនដែលអ្នកនរគ្នាបានរៀនហើយធ្វើជាមួយនឹង exercise មួយនេះអញ្ចឹង exercise មួយនេះបើសិនជាអ្នកនរគ្នាធ្វើហើយ complete answer ហើយអ្នកនរគ្នាអាច comment ចូលទៅខាងក្រៅវីដេអូនេះខ្ញុំនឹងអាន comment មួយហើយនឹងខ្ញុំធ្វើការកែតម្រូវបើសិនក្នុងករណីអ្នកនរគ្នា make mistake ទៅលើ item មួយនៅក្នុង exercise មួយនេះអញ្ចឹងជាចុងបញ្ចប់នៅវីដេអូនេះខ្ញុំសូមអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយក៏បានផ្ដោតយកចិត្តទុកដាក់ស្ដាប់ដែលយកចិត្តទុកដាក់ទៅលើមេរៀនរបស់ខ្ញុំហើយបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះអាចចុច like ចុច share ជូនទៅមនុស្សជាទីស្រឡាញ់ហើយក៏ដូចជាទៅមិត្តភ័ក្តិនានាផ្សេងទៀតដើម្បីឲ្យគាត់បានសិក្សាទៅលើវេយ្យាករណ៍ដ៏សំខាន់មួយនេះដូចគ្នាហើយបើសិនជាអ្នកនរគ្នាចូលចិត្តអាចចុច like ចុច subscribe channel របស់ខ្ញុំដើម្បីឲ្យអ្នកនរគ្នាទទួលបានវីដេអូថ្មីៗទៀតអញ្ចឹងសូមអរគុណអ្នកនរគ្នាយើងជួបគ្នានៅវីដេអូក្រោយ